តោះបងប្អូនទាំងអស់គ្នាមកមើលសកម្មភាពខ្ញុំឡើងយកទឹកត្នោតជូររាល់ថ្ងៃទាំងអស់គ្នាបងប្អូនដើមត្នោតមួយដើមនេះបានទឹកត្នោតជូរជិត20លីត្របងប្អូនត្នោតមួយដើមនេះចេញល្អណាស់បងប្អូនហើយបាទចាំតាមដានមើលវីដេអូខ្ញុំទាំងអស់គ្នាបងប្អូនមើលវីដេអូនឹងដល់ចប់បងប្អូននឹងដឹងហើយបងប្អូនបាទហើយដើមត្នោតមួយដើមនេះដើមត្នោតឈ្មោលនេះណាបងប្អូនប៉ុន្តែចេញទឹកល្អណាស់បងប្អូនហើយបាទនិយាយរួមទៅមិនថាត្នោតញីត្នោតឈ្មោលទេបងប្អូនបាទខ្ញុំឡើងបានទាំងអស់បងប្អូនហើយអ្នកខ្លះគាត់អត់ដឹងគាត់ថាត្នោតញីបានគេធ្វើកើតត្នោតឈ្មោលគេធ្វើអត់កើតទេតាមពិតមិនមែនទេបងប្អូនត្នោតឈ្មោលនិងត្នោតញីយើងអាចឡើងយកទឹកត្នោតអាចប្រមូលផលទឹកត្នោតបានដូចគ្នាបងប្អូនបាទវាអាស្រ័យទៅលើអ្នកឡើងនោះចង់បានទឹកត្នោតជូរឬមួយក៏ទឹកត្នោតផ្អែមទេបងប្អូនប៉ុន្តែបើសម្រាប់ខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយបងប្អូនហើយបាទតាំងពីឡើងល្ងស្កហើយឥឡូវឈប់ល្ងស្កហើយឥឡូវមកឡើងទឹកត្នោតជូរវិញដោយសារតែឡើងល្ងស្កនឿយហត់ណាស់បងប្អូនហើយបាទហើយណាមួយអស់ក៏ថ្លៃទៀតមិនសូវជាសបោអស់ដូចពីដើមទេបងប្អូនការឡើងយកទឹកត្នោតជូររបស់ខ្ញុំហ្នឹងគឺខ្ញុំឡើងអញ្ចឹងបងប្អូនបាទឡើងចិត្តវាព្រឹកល្ងាចរាល់ថ្ងៃហើយបងប្អូនចាំតាមដានមើលដល់ទីបញ្ចប់បងប្អូននឹងដឹងថាទឹកត្នោតរបស់ខ្ញុំនឹងបានច្រើនមែនបងប្អូនបាទនេះបងប្អូនហើយគ្រាន់តែអាពីកំពង់នេះនឹងចង់5-6លីត្របាត់ហើយបងប្អូននេះឃើញកដងនឹងមិនទូចទេណាបងប្អូនហើយខែនេះនៅលើដើមត្នោតខ្យល់ខ្លាំងណាស់បងប្អូនហើយបាទរៀងពិបាកដែរនឹងខែនេះនេះបងប្អូនពេលខ្ញុំផ្ទេមកអានេះមេរបស់វាបងប្អូនមេរបស់វានឹងខ្ញុំដាក់សវកកកោះនៅក្នុងនឹងបងប្អូនបាទគាត់ថាដើមត្នោតវាមិនមែនចេញខ្លាំងអញ្ចឹងទាំងអស់ទេបងប្អូនបាទវាមានដើមខ្លះទៅក៏វាមិនសូវចេញហើយដើមខ្លះទៅក៏វាយើងគៀបត្រូវទៅវាចេញខ្លាំងអញ្ចឹងទៅបងប្អូនគាត់ថានៅក្នុងមួយដើមវាមិនអត់ទេបងប្អូនបើយើងព្យាយាមឡើងគៀបវាយ៉ាងហោចណាស់ក៏បាន4-5លីត្រដែរបងប្អូនបាទសម្រាប់ដើមដែលមិនសូវចេញណាហើយបើដើមណាដែលចេញខ្លាំងវិញគឺថាដាក់ទៅដីអត់ចង់រួចទេបងប្អូនបាទពេលខ្លះតតែយកខ្សែសមុទ្រទៅដីហើយនេះជាសកម្មភាពដែលខ្ញុំឡើងបងប្អូនគឺបែបហ្នឹងរាល់ថ្ងៃឡើងចុះចិត្តមុខផ្កានឹងត្រង់ទៅវិញនិយាយរួមទៅវានៅលើដើមត្នោតមួយយ៉ាងដែរបងប្អូនសកម្មភាពចេញកាយវិការរហូតហើយរាល់ថ្ងៃនឹងខ្ញុំឡើងច្រើនដើមដែរបងប្អូនបាទខ្ញុំឡើង2នាក់ខ្ញុំឡើង30ដើមជាងបងប្អូនបាទហើយបន្ទាប់ពីខ្ញុំប្រមូលមួយដើមនឹងបងប្អូនហើយនេះមួយដើមនឹងបានទឹកច្រើនមែនទេបងប្អូននេះដូចខ្ញុំនិយាយអញ្ចឹងបងប្អូនជិត20លីត្របងប្អូនហើយនេះអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងបងប្អូនចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយទៀត